Hello ស្វាគមន៍បងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាភាពបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូដែលជាភាគទី147របស់យើងចាប់ផ្ដើមនៃខ្សែរឿងនៅក្នុងទីក្រុងលូសៀនដែលយើងក៏បានឃើញឈិនធានកំពុងតែបណ្ដាស្រីស្អាតពីរនាក់នៅក្នុងផ្សារមួយកន្លែងដែលគឺជាកញ្ញាមីងឈៀងហើយនិងកញ្ញាលូស៊ីឈិនធានក៏បាននិយាយថាគ្មានអ្វីចម្លែកនោះទេដែលរាជវង្សអាតរិកសម្បូរទៅដោយកំណត់ទ្រព្យធម្មពលខាងវិញ្ញាណជាច្រើនមីងឈៀងនាងក៏បាននិយាយប្រាប់រាជវង្សអាតរិកបានប្រមូលកំណត់ទ្រព្យជាច្រើនពីគ្រប់ទិសទីជាពិសេសគឺនៅក្នុងទីផ្សារនេះតែម្ដងដែលមាននៅកំណត់ទ្រព្យខាងវិញ្ញាណហើយនិងរបស់ចម្លែកជាច្រើនទៀតខ្ញុំគិតថាលោកប្រហែលជាចាប់អារម្មណ៍បានជំនុំលោកមកទីនេះឈិនធានសម្លឹងមេស្វែងស្ដាំពេលនោះអាតរិកជាងឡាក៏បាននិយាយប្រាប់ថាខ្ញុំបានចាប់អារម្មណ៍ឆ្នាំងបុរាណមួយដែលនៅខាងមុខអាឡាតចូលទៅពិនិត្យមើលបន្ទាប់ពីដើរចូលទៅដល់ឈិនធានក៏បានសួរពីតម្លៃតើឆ្នាំងមួយនេះតម្លៃប៉ុន្មានដែរដោយបរិសុទ្ធជានាងលក់ចរិតលុយតែម្ដងក្រពាត់ដៃតបទៅវិញថាឆ្នាំងបុរាណនេះគឺជាមរតកនៃគ្រួសាររបស់ខ្ញុំសម្រាប់តម្លៃគឺថ្មវិញ្ញាណ100លានមិនអាចចរចាបាននោះទេតែធ្វើឲ្យបារ៉ូពីរនាក់នៅក្បែរនឹងក៏បានលួនមាត់ថាវាគ្រាន់តែជាស្ពាន់អេតចាយតែប៉ុណ្ណោះហេតុអ្វីបានជាតម្លៃថ្លៃខ្លាំងម្ល៉េះមើលណោវាថែមទៀតមានមន្ទីរឈីបមួយទៀតនៅក្នុងនោះទៀតផងខ្ញុំគិតថាតម្លៃរបស់វាត្រឹមតែថ្មវិញ្ញាណចំនួន300គឺគ្រប់គ្រាន់ហើយអាប៉ែនេះលក់ចរិតលុយក៏បានស្ដីឲ្យវិញថាពិតជាគ្មានការយល់ដឹងមែនចំណែកឈិនធានក៏បានយល់ព្រមនេះគឺជាថ្មវិញ្ញាណចំនួន100លានប្រកល់ទៅឲ្យនាងលក់ហើយយកនៅឆ្នាំងបុរាណមួយនោះដែលធ្វើឲ្យបារ៉ូពីរនាក់នោះមានការភ្ញាក់ផ្អើលបន្តិចហើយសើចចំអកឲ្យយ៉ាងខ្លាំងពិតជាមនុស្សមានប្រាក់ប៉ុន្តែគ្មានចំណេះដឹងថែមទាំងបាននាំនារីពីរនាក់ដែលស្រស់ស្អាតដូចជាទេពធីតាឲ្យមកខ្លាចជាមនុស្សល្ងងទាំងអស់គ្នាទៀតផងដោយឈិនធានមិនខ្វល់ពីសម្ដីរបស់បារ៉ូទាំងពីរនោះទេគាត់ក៏បានប្រកល់នៅឆ្នាំងបុរាណមួយនោះទៅឲ្យអាតរិកជាងឡៅបន្ទាប់ពីទទួលយកមកក្នុងដៃហើយគាត់ក៏បាននិយាយថានេះគឺជាឆ្នាំងដាំផ្កាព្រះច័ន្ទពណ៌ខៀវដែលជាឆ្នាំងមួយក្នុងចំណោមឆ្នាំងទាំង9អាល្អិតម្នាក់នេះពិតជាសំណាងណាស់នេះលក់ចរិតលុយបន្ទាប់ពីទុកប្រាក់របស់គាត់ហើយបាននិយាយទៅកាន់ឈិនធានថាខ្ញុំមានពាក្យពីរបីម៉ាត់ចង់5នាក់ប្រសិនបើពូអ្នកបានទិញរបស់គ្រប់គ្រាន់ហើយសូមចាក់ចេញទៅវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានឈិនធានក៏បានធ្វើទៅវិញហេតុអ្វីទៅគាត់ក៏បានដើរចេញហើយប្រាប់ថាទីក្រុងនេះត្រូវបានគ្រប់គ្រងដោយគ្រូសាប៉ៃថាងហើយអ្នកប្រុសវ័យក្មេងនៃគ្រូសាប៉ៃថាងត្រូវបានគេស្គាល់ថាគឺជាមនុស្សព្រាននារីប្រយ័ត្នសម្រស់ដ៏ស្រស់ស្អាតរបស់កញ្ញាទាំងពីរនាំមកនៅគ្រោះថ្នាក់បន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យអ្នកទាំង3ក៏បានសម្លឹងមើលមុខគ្នាបន្តិចក្រឡេកមកជ្រុងម្ខាងនៃទីក្រុងយើងក៏បានឃើញនារីម្នាក់បានរកការវាយប្រហារខ្ទាតប៉ាងឡើងហុយជោគដោយស្នាដៃរបស់មនុស្សមីក្រុមនៃគ្រូសាប៉ៃថាងដែលអ្នកប្រុសវ័យក្មេងរបស់គេមានឈ្មោះថាប៉ៃហ្វឹងស្ត្រីចំណាស់នាងកំពុងតែរកខ្ញុំមែនទេស្ត្រីម្នាក់នោះក៏បានងើបឡើងសួររកកូនរបស់នាងថាកូនស្រីរបស់ខ្ញុំយូអឺបានធ្វើឲ្យអ្នកប្រុសមានការអាក់អន់ចិត្តមែនទេហើយអ្នកប្រុសបាននិយាយថានឹងទុកជីវិតឲ្យនាងប្រសិនបើនាងថ្វាយវ័បផ្កាឈូកឈាមទៅឲ្យអ្នកប្រុសពេលនេះខ្ញុំបានយកមកហើយសូមអ្នកប្រុសពិនិត្យមើលប្រជាជនដែលបានឈូមើលក្រវីក្បាលតែម្ដងស្ត្រីម្នាក់នេះពិតជាសំណាងអាក្រក់ហើយព្រោះថាគ្រូសាប៉ៃថាងគ្មានសេចក្តីមេត្តានោះទេដោយបរិសុទ្ធនៅក្បែរនោះក៏បានប្រាប់ឲ្យស្កាន់មាត់ដោយសារតែលោកពូទី2របស់ប៉ៃហ្វឹងមាននៅអំណាចធម្មពលដ៏ខ្លាំងក្លាដែលតែងតែលេចឡើងមកការពារគាត់ពេលនេះផងដែរអ្នកប្រុសប៉ៃហ្វឹងក៏បាននិយាយថាមើលទៅការចងចាំរបស់ខ្ញុំដូចជាមិនសូវល្អនោះទេពួកអដែងទៅយកកូនរបស់គាត់ឲ្យលឿនមកដោយកូនចៅរបស់គាត់ម្នាក់ក៏បាននិយាយប្រាប់ថាអ្នកប្រុសនារីម្នាក់នោះមិនព្រមជាមួយនឹងពួកយើងនោះទេត្រូវហើយក្មេងស្រីម្នាក់នោះពិតជាខុសខើណាស់នាងបានបដិសេធមិនព្រមចិត្តដាច់ខាតទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយនៅទីបំផុតនាងក៏បានខំអំណាចរបស់ខ្លួនឯងធ្វើអត្តឃាតបន្ទាប់ពីស្ដាប់ឮស្ត្រីម្នាក់នោះភ្ញាក់ផ្អើលយ៉ាងខ្លាំងតើវាគឺជាការពិតមែនទេពេលនោះអ្នកប្រុសប៉ៃហ្វឹងក៏បាននិយាយថាពេលនេះនាងបានស្លាប់ទៅហើយដូច្នេះពួកឯងគួរតែរកអ្វីកំសាន្តជាថ្មីទៅដោយកូនចៅរបស់គេក៏បានដើរទៅសម្លឹងមើលស្ត្រីចំណាស់ម្នាក់នោះទោះបីជានាងចាស់បន្តិចក៏ដោយនាងនៅតែមានភាពទាក់ទាញមែនហើយដោយសារតែនាងបង្រៀនកូនស្រីមិនបានល្អក្នុងនាមជាម្ដាយនាងត្រូវតែទទួលខុសត្រូវតើពូអ្នកទាំងអស់គ្នាយល់ស្របដែរឬទេដែលធ្វើឲ្យអ្នកប្រុសប៉ៃហ្វឹងក៏បានលួចអស់សំណើចពួកឯងទាំង3នាក់ពិតជាមិនចេះរើសមែនល្អលេងឲ្យសប្បាយទៅធ្វើឲ្យអា3នាក់នោះបានដៃបានលូកលាន់ទៅលើស្ត្រីចំណាស់ម្នាក់នោះខណៈពេលនោះផងដែរយើងក៏បានឃើញធម្មពលប្រឡាទឹកកកជាច្រើនរបស់លូស៊ីបានវាប្រហារចូលមកចាត់ការទៅលើអ្នកទាំង3ជ្រុចឡើងបែកឈាមខ្ចាយនាងក៏បានបន្តប្រាប់ថាពួកឯងសមតែស្លាប់នោះទេបញ្ចេញដុំធម្មពលប្រឡាទឹកកកចុងក្រោយឡើងធំវាប្រហារចូលទៅហ៊ីបនឹងដល់ប៉ៃហ្វឹងទៅហើយពេលនោះផងដែរយើងក៏បានឃើញអំណាចធម្មពលចេញពីបន្តោងចង្កេះរបស់គាត់ទប់រងពីការវាប្រហារប្រឡាទឹកកកដ៏ធំរបស់លូស៊ីអ្នកពិតជាហ៊ានវាប្រហារអ្នកប្រុសគ្រូសាប៉ៃថាងមើលទៅប្រហែលជាធុញទ្រាន់ក្នុងការរស់រានមានជីវិតហើយលើកនេះឈិនធានម្ដងមិននិយាយច្រើនទេគ្រូវាចេញជាមួយនឹងចំហាយធម្មពលដែលមុនស្រួយជាកំបិតវាប្រហារចូលទៅប៉ុន្តែចំហាយធម្មពលពោះស្វាយនៅតែការពារនៅតែមិនគ្រប់គ្រាន់ក៏ត្រូវបានបែកខ្ទេចដែលធ្វើប៉ៃហ្វឹងមានការភ័យខ្លាចយ៉ាងខ្លាំងពុកអើយជួយខ្ញុំផងពេលនោះផងដែរយើងក៏បានឃើញគុជត្បូងនៅចង្កេះរបស់គាត់បានផ្សាយភ័យជាមួយនឹងចំហាយធម្មពលលេចចេញនៅព្រលឹងវិញ្ញាណរបស់ស៊ឺយៀននៃគ្រូសាប៉ៃថាងចាប់កំទេចនឹងចំហាយធម្មពលរបស់ឈិនធានតើឯងគឺជាអ្នកណាហ៊ានបង្កបញ្ហានៅទីនេះផងដែលធ្វើប៉ៃហ្វឹងសប្បាយចិត្តយ៉ាងខ្លាំងវាពិតជាអយុត្តិធម៌ណាស់លោកពូក្មួយប្រុសគ្រាន់តែចង់ប្រមូលយកនៅកំណត់ទ្រព្យខាងវិញ្ញាណមួយចំនួនតែប៉ុណ្ណោះដើម្បីជាអំណោយសម្រាប់លោកពូនៅថ្ងៃកំណើតចំណែកនារីពីរនាក់នេះក៏មិនធម្មតានោះដែរតើលោកពូពេញចិត្តដែរឬទេបន្ទាប់ពីសម្លឹងមើលកញ្ញាមីងឈីងហើយនិងលូស៊ីក្មួយប្រុសពិតជាបានគិតគូរដល់លោកពូមែនការយកចិត្តទុកដាក់បែបនេះពិតជាអរគុណខ្លាំងណាស់ធ្វើការគោរពខ្ញុំនោះទេដែលជាអ្នកអរគុណលោកពូដែលបានមកជួយខ្ញុំត្រូវឲ្យលោកពូអាចឈុតសមនៅនោះគ្មានសិលធម៌ទៅតែសោះមុននឹងគេបានធ្វើបាបមនុស្សរបស់ខ្ញុំទង្វើបែបនេះគឺជាការមិនគោរពគ្រូសាប៉ៃថាងរបស់យើងបន្ទាប់ពីស្ដាប់ឮបែបនោះប្រលឹងវិញ្ញាណរបស់អាប៉ែស៊ូយៀនបានខឹងយ៉ាងខ្លាំងបញ្ចេញអំណាចធម្មពលដ៏ខ្លាំងក្លាដាក់សម្ពាធនៅទីនោះតែម្ដងការប្រហើនមិនគោរពគ្រូសាប៉ៃថាងគឺជាបទរក្រិតប្រហារជីវិតដូច្នេះពេលនេះខ្ញុំនឹងបំផ្លាញការដាំដុះរបស់ឯងចោលពេលនោះឈិនធានក៏បានប្រើប្រាស់ស្មារតីឋានសួគ៌ដ៏ទេវភាពបាញ់ចេញកំទេចនៅប្រលឹងវិញ្ញាណរបស់ស៊ូយៀនដែលធ្វើឲ្យប៉ៃហ្វឹងពេលនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងគ្រាន់តែការវាប្រហារមួយស្នីរបស់គេតែប៉ុណ្ណោះអាចធ្វើឲ្យអំណាចប្រលឹងវិញ្ញាណរបស់លោកពូខ្ញុំត្រូវបានខ្ទេចតើបរិសុទ្ធម្នាក់នេះគឺជានរណាឲ្យពិតប្រាកដទៅឈិនធានក៏បាននិយាយថាមើលទៅឆ្កែរបស់ឯងមិនអាចការពារឯងបាននោះទេបន្តដើរសម្ដៅទៅខាងមុខ
កធ្វើឲ្យបេហ្វឹងក៏បាននិយាយតបទៅវិញថាចាំបន្តិចទៀតខ្ញុំនឹងបោះស្បែករបស់ឯងហើយយកនារីទាំងពីរនេះនោះត្រឡប់ទៅជាមួយនឹងខ្ញុំដោយសារតែអ៊ូតខ្លាំងពេកជាធានក៏បានបន្លាស់ទីយ៉ាងលឿននៅចំពោះមុខរបស់គេទៀះមួយកំភ្លៀងក៏ណាមមុខជ្រុះធ្មេញពីរខ្ទាតប៉ាងស្ទុយរមីលណុកណុកងើបឡើងមកវិញយកដៃស្ទាបមុខឯងហ៊ានវាយមុខដល់សង្ហារបស់ខ្ញុំផងរងចាំដល់ទម្រង់រាងកាយពិតប្រាកដរបស់លោកពូខ្ញុំបានមកដល់ពួកឯងទាំងអស់គ្នាច្បាស់ជាត្រូវស្លាប់ជាមិនខានស្របពេលនោះផងដែរស្ត្រីចំណាស់ម្នាក់នោះក៏បានកាន់តែកូនកំបិតខ្លីរត់ចូលមកចាក់ពីខាងក្រោយខ្នងរបស់បេហ្វឹងអាសត្វនិរិឆានប្រកូលកូនសេរីរបស់ខ្ញុំវិញមកដកកូនកំបិតចេញចាក់ចូលសាថ្មីបន្ទាប់មកបន្តចាក់ជាច្រើនកំបិតទៀតធ្វើឲ្យបេហ្វឹងឌូព្រុសស្លាប់យកតែម្ដងដោយស្ត្រីចំណាស់ម្នាក់នោះក៏បានទម្លាក់កំបិតចេញហើយធ្វើការគោរពទៅជិនធានសូមអរគុណទៅដល់ពូអ្នកដែលបានផ្ដល់ជំនួយឲ្យខ្ញុំពេលនេះវាត្រូវបានសម្លាប់ដោយខ្ញុំហើយរឿងទាំងអស់គ្មានអ្វីពាក់ព័ន្ធជាមួយនឹងពូអ្នកនោះទេចំណែកគ្រូសាបៃថាងមានឥទ្ធិពលខ្លាំងក្លាណាស់ដូច្នេះពូអ្នកគូតែចាក់ចេញឲ្យលឿនបំផុតនិយាយមិនទាន់ចប់ស្រួលប៊ូផងពេលនោះអំណាចធម្មពលពោស្វ័យក៏បានគួយឡើងបាញ់ចុះជាអំណាចធម្មពលជាច្រើនដើម្បីគ្រប់គ្រងទៅលើអ្នកទាំងអស់គ្នាដែលនៅទីនោះដែលធ្វើឲ្យប្រជាជនមិនអាចរត់ចេញទៅបាននោះទេពិតជាល្អណាស់វាយូរមកហើយដែលគ្មានអ្នកខ្លាំងណាស់ហ៊ានប្រឈមមុខជាមួយនឹងខ្ញុំដែលពេលនោះទម្រង់រូបរាងកាយពិតរបស់ស៊ូយៀនត្រូវជាលោកពូទី2របស់បេហ្វឹងបានបង្ហាញខ្លួនបិទនៅភ្នែករបស់ក្មួយប្រុសគាត់មើលទៅនេះក៏មានសមត្ថភាពខ្លះដែរដែលហ៊ានសម្លាប់កូនប្រុសនៃគ្រូសាថាងរបស់ខ្ញុំតែឯងបានភាពក្លាហានបែបនេះមកពីណាមិនឆានអំណាចធម្មពលរបស់គាត់ស្រាយភ័យចេញពីរាងកាយដ៏ខ្លាំងក្លាឈិនធានក៏បានដើរចេញទៅខាងមុខហើយនិយាយថាវាសមតែនឹងទទួលទោសប្រហារជីវិតដូច្នេះហើយបានជាខ្ញុំសម្លាប់វាចោលរឿងទាំងអស់គឺមានតែប៉ុណ្្នឹងនោះទេពេលនោះលោកម្ចាស់ស៊ូយៀនក៏បានឃើញយ៉ាងខ្លាំងពិតជាក្រអឺតក្រទងមែនហ៊ាននិយាយបែបនេះនៅចំពោះមុខខ្ញុំផងចាំមើលបន្តិចទៀតខ្ញុំនឹងឲ្យឯងសុំអង្វរខ្ញុំទុកជីវិតអន្តរំជើងតែបន្តិចលេចចេញជាមួយនឹងបាតដៃដ៏ធំសម្បើមពីខាងលើដាក់សម្ពាធទៅលើឈិនធានធ្វើឲ្យគាត់ក៏បានព្យាយាមទប់រងសំឡេងនេះរាល់គ្នាក៏បានលន់មាត់ថាគេពិតជាអាចទប់ទល់ជាមួយនឹងសម្ពាធអំណាចធម្មពលដ៏ខ្លាំងក្លាបានតែក្មេងប្រុសម្នាក់នេះគឺជានរណាឲ្យពិតប្រាកដទៅបន្ទាប់ពីឃើញបែបនោះលោកម្ចាស់ស៊ូយៀនក៏បាននិយាយថាចាំមើលតើឯងអាចទ្រាំយូរបានប៉ុណ្ណាបន្ថែមជាមួយអំណាចធម្មពលរបស់គាត់ទៅលើឈិនធានដែលពេលនោះផងដែរអធិរាជជាងឡៅក៏បានបង្ហាញខ្លួនអាលអិតវាអស់ពេលហើយប្រញាប់ទម្លុះកម្រិតរបស់ឯងមួយដំណាក់កាលទីភ្លាមទៅជាមួយនឹងអំណាចធម្មពលស្មារតីឋានសួគ៌ដ៏ទេវភាពងើបមុខឡើងបន្តិចព្យាយាមដើរសម្ដៅទៅខាងមុខកំតិចនៅអំណាចធម្មពលបាតដៃដ៏ធំសម្បើមរបស់លោកម្ចាស់ស៊ូយៀនធ្វើឲ្យគាត់ក៏បានខ្ទាតប៉ាទៅខាងក្រោយបន្តិចតែក្មេងម្នាក់នេះអាចមានអំណាចធម្មពលដ៏ខ្លាំងក្លាបែបនេះបានដោយរបៀបណាឈិនធានក៏បានបន្តប្រើប្រាស់ជាមួយនឹងផ្លូវដើរកំណើតនៃសេចក្តីស្លាប់ដែលវាបានលេចចេញជាមួយនឹងអំណាចធម្មពលដើរជាច្រើនបញ្ជាវាចូលទៅវាប្រហារលោកម្ចាស់ស៊ូយៀនប្រៀបដូចជាគ្រប់ព្រួញតែនេះមែនទេគឺជាអំណាចធម្មពលដ៏ខ្លាំងក្លារបស់ឯងដែលបានអ៊ូតអាងនៅចំពោះមុខខ្ញុំប៉ុន្តែជាអកុសលរវាងឯងហើយនិងខ្ញុំគុណលាតនៃកម្រិតអំណាចធម្មពលគឺនៅខុសគ្នាឆ្ងាយខ្លាំងណាស់ដែលគាត់ក៏បានចង្អុលចេញជាមួយនឹងអំណាចធម្មពលដ៏ខ្លាំងក្លារបស់គាត់គួយដូចជាខ្ចប់ឈូសគ្រប់គ្រងទៅលើចំហាយធម្មពលដែររបស់ឈិនធានជាច្រើននោះទស្សនាភាពបន្តភ្លាមៗដែលមានដល់ភាគទី166អាចចូលទៅទស្សនានៅក្នុងកូនក្រុម VIP របស់ admin បានហើយក៏នៅមានរឿងផ្សេងទៀតដែល admin បានសម្រាយបច្ចុប្បន្នដូចជាចូល10រឿងជាងហើយទាំងរឿងថ្មីដែល admin ទើបតែផលដល់ភាគទី3សម្រាប់តម្លៃមិនថ្លៃនោះទេត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះអ្នកទាំងអស់គ្នានឹងអាចទស្សនាបានប្រចាំថ្ងៃតែម្ដងដោយសារតែនៅក្នុងកូនក្រុម VIP admin ផុសភាពបន្តជារៀងរាល់ថ្ងៃចាប់អារម្មណ៍អាចឆាតមកសាកសួរព័ត៌មានបន្ថែមបាន link Telegram ផ្ទាល់របស់ admin គឺនៅក្រោម comment ហើយសាររឿងភាគទី147របស់យើងក៏ត្រូវបានបញ្ចប់ដូចគ្នាផងដែរក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបាននិយាយឡើងសម្រាប់ពេលនេះ admin សូមជម្រាបលាបាយបាយ